សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះចូលដល់ចំណុចទី 30.2.a នៅក្នុង file វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបដំឡើងកម្មវិធី Adobe Acrobat ហើយកម្មវិធីនេះគឺ free តែម្ដងតើ Adobe Acrobat គឺជាកម្មវិធីអ្វី Adobe Acrobat គឺជាកម្មវិធីមួយសម្រាប់មានសិទ្ធិបើកឯកសារជាប្រភេទ file PDF នៅមានកម្មវិធីផ្សេងទៀតក៏អាចធ្វើការបើកឯកសារនេះបានដែរមិនចាំបាច់ប្រើប្រាស់តែ Adobe Acrobat នេះទេបងប្អូនគឺច្រើននៅពេលដែលបងប្អូនវាយឯកសារលក្ខណៈជា file Word បន្តមកទៀតយើងចង់ចែករំលែកឯកសារនោះឲ្យទៅអ្នកដទៃអញ្ចឹងពីច្រើននៅពេលដែលយើងចែករំលែកឯកសារទៅអ្នកដទៃគេមិនឲ្យ file Word ទេគឺឲ្យ file ប្រភេទជា PDF អញ្ចឹងយើងត្រូវធ្វើការបំលែង file Word ទៅជា file PDF តោះបាទអញ្ចឹងរបៀបក្នុងការបំលែងពី file Word ជា file PDF ទីទៀតខ្ញុំនឹងបង្ហាញបងប្អូននៅវីដេអូក្រោយអញ្ចឹងវីដេអូនេះខ្ញុំគាត់បង្ហាញបងប្អូនពីរបៀបក្នុងការដំឡើងកម្មវិធី Adobe Acrobat ហើយនឹងបើកប្រភេទ file PDF តែម្ដងអូខេនេះគឺជា version របស់កម្មវិធី Acrobat ហើយនេះតម្រូវការទី1យើងត្រូវមានម៉ាស៊ីនកុំព្យូទ័រហើយកុំព្យូទ័ររបស់យើងប្រើប្រាស់ជា Windows 7 Ultimate ក៏បាន Windows XP1 ក៏បាននិង Windows 10 ក៏បានដែរបន្តមកទៀតយើងត្រូវធ្វើការ download កម្មវិធី Adobe Acrobat តាមរយៈ website នេះអញ្ចឹងយើងតាមណាក៏បានដែរនេះគឺជា URL original នៃ website Adobe តែម្ដងដល់នៅកន្លែងបាទអញ្ចឹងមុនចាប់តាម download ខ្ញុំសូមបង្ហាញ file មួយចំនួនសិនខ្ញុំសូមបើក Explorer ខ្ញុំចុង folder download ខ្ញុំចូល folder document បាទនេះគឺជាឯកសារដែលខ្ញុំបាន download ពីអ៊ីនធឺណិតមកហើយកន្លែងថៃគេដាក់ថា PDF file អញ្ចឹងនេះគឺជាប្រភេទនៃ file PDF អញ្ចឹងនៅពេលចុចលើវាពីរដងគឺវាឲ្យយើង browse ទៅរកកម្មវិធីណាមួយដើម្បីធ្វើការបើកជាមួយអញ្ចឹងយើងអត់មានកម្មវិធី Acrobat ដើម្បីបើកជាមួយវាទេតើនៅកន្លែងបាទអញ្ចឹងយើងត្រូវធ្វើការដំឡើងកម្មវិធីពពួក Adobe Acrobat ឬក៏កម្មវិធីផ្សេងៗដើម្បីធ្វើការបើកប្រភេទ file នេះតើណាអូខេអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមចូលទៅអ៊ីនធឺណិតបើកមួយណាក៏បានដែរអញ្ចឹងតម្រូវកុំព្យូទ័ររបស់ខ្ញុំមានអ៊ីនធឺណិតសិនបន្តមកទៀតខ្ញុំវាយពាក្យថា Adobe.com ហ្នឹងក៏បានដែរបាទយើងវាយពាក្យ Adobe និង website របស់ Adobe រងចាំបន្តិចអូខេយើងចុច United States មកចុចត្រង់កន្លែងនេះវាមានព័ត៌មាន home ដំបូងមកវាឃើញទេអញ្ចឹងយើងអាចចុចទៅលើពាក្យថា Adobe Acrobat បាទខ្ញុំចុចលើពាក្យហ្នឹងក៏បានដែរពេលចុចកន្លែងហ្នឹងមកគឺវាដល់កន្លែងយើង download តែម្ដងណាអូខេរងចាំបន្តិចនៅត្រង់កន្លែងនេះគេដាក់ពី offer វាណែនាំយើង recommend ទៅពេលយើង download មានកម្មវិធីកម្ចាត់មេរោគមួយឈ្មោះ Mcafee ហើយនៅកម្មវិធីផ្សេងទៀតអូខេអញ្ចឹងនេះយើងមិនចាំបាច់ធីកវាទេយើងដោះធីកចេញមកហើយយកពាក្យថា install now បាទរងចាំបន្តិចបាទបន្តមកទៀតវាទាមទារយើងធ្វើការ download កម្មវិធីនេះបាទយើងចុចលើពាក្យ start download មកអញ្ចឹងនឹង download ចប់ហើយយើងចុចលើពាក្យថា open ដើម្បីធ្វើការដំណើរ install តែម្ដងអញ្ចឹងនៅពេលយើង install យក yes នៅពេលយើង install Adobe Acrobat នេះគឺវាធ្វើការ download ពីអ៊ីនធឺណិត direct តែម្ដងអញ្ចឹងតម្រូវឲ្យម៉ាស៊ីនកុំព្យូទ័ររបស់យើងហ្នឹងមានអ៊ីនធឺណិតដែរប្រសិនបើកុំព្យូទ័រយើងមានអ៊ីនធឺណិតទេយើងមិនអាចធ្វើការ download online ឬ install online ជាមួយនឹងកម្មវិធី Adobe Acrobat នេះបានទេបាទរងចាំតិចទៅវាកំពុងតែធ្វើការ download ហើយ install តែម្ដងបាទហើយនេះគឺជានិមិត្តសញ្ញានៃកម្មវិធី Adobe Acrobat អញ្ចឹងពីមួយ version ទៅមួយ version វាធ្វើការផ្លាស់ប្ដូរខ្លះប្រើដដែលទេតែគាត់ថាខុស style តិចតួចបាទអញ្ចឹងឥឡូវ install finish ហើយអញ្ចឹងនៅត្រង់កន្លែងនេះបើយើង tick យើងពេលយើង finish វានឹងបើកកម្មវិធី Adobe តែម្ដងអូខេយើង finish នេះអូខេយើងវានឹងដំណើរការកម្មវិធី Adobe Acrobat DC អូខេរងចាំបន្តិចនេះអាចបិទចោលមកក៏បានដែរខ្ញុំបិទអ៊ីនធឺណិតចោលទៀតខ្ញុំបិទចោលទាំងអស់មកអូខេនៅលើ desktop របស់ខ្ញុំមានកម្មវិធីមួយឈ្មោះថា Acrobat Reader DC តោះនេះបាទឥឡូវខ្ញុំចាប់បានបើកទៅលើ Explorer ខ្ញុំចូល folder download ខ្ញុំចូល folder document បាទនេះគឺជាយើងមានប្រភេទ file ចឹងឥឡូវខ្ញុំចង់បើកវាណាខ្ញុំចុចលើវាពីរដងពេលនោះបើយើងរើសកម្មវិធីនេះដើម្បីបើកជាមួយអញ្ចឹងយើងរើសយកពាក្យថា Adobe Acrobat Reader DC ត្រង់កន្លែងនេះបើយើង use all media preset បើយើងធីកកន្លែងហ្នឹងនៅពេលយើងបើកលក្រោយមកគឺវា link ចូលទៅកាន់ Adobe Acrobat តែម្ដងអូខេ
ឃើញដូ logo ហើយឃើញទេអញ្ចឹងនៅពេលនោះគឺ file នេះអាចរីកបានហើយអូខេយើង next ទៅមុខរហូតទៅ done អូខេឃើញទេអញ្ចឹងយើងអាចបើក file នឹងបានហើយខ្ញុំបិទអូខេឥឡូវចូល file នេះមួយទៀតចុចលើ2ដងឃើញទេអញ្ចឹងគឺវាដំណើរការតែម្ដងតោះនៅបាទអញ្ចឹងប្រភេទកម្មវិធី Adobe Acrobat Reader នេះវាបានត្រឹមតែ read file ទេវាអាចកែព័ត៌មាននៅក្នុងនឹងបានទេយល់បាទអញ្ចឹងដើម្បីកែ file PDF យើងត្រូវមានកម្មវិធីផ្សេងទៀតតោះនៅđâyនឹងបាទអូខេអញ្ចឹងឥឡូវនេះតកតងទៅនឹងមេរៀនពីរបៀបក្នុងការដំឡើងកម្មវិធី Adobe Acrobat Reader ត្រូវបានបញ្ចប់អញ្ចឹងបើសិនជាបងប្អូនចង់ចេះនៅចំណេះដឹងផ្សេងទៀតបងប្អូនអាចចូលទៅកាន់ website khmerfree.com បាទនេះខ្ញុំចូលទៅកាន់ www.khmerfree.com នេះគឺជា website របស់ខ្ញុំបាទហើយក្នុង website នេះគឺយើងមានជាវីដេអូកលឹះ technique និង sample មួយចំនួនដើម្បីបង្ហាញបងប្អូនតោះនៅđâyនឹងបាទអូខេអញ្ចឹងជាចុងក្រោយនេះសូមអរគុណដល់បងប្អូនដែលបានគាំទ្រនៅវីដេអូ IT របស់ Khmer Free សូមបងចុច like share subscribe វីដេអូនេះដល់មិត្តភ័ក្តិរបស់បងប្អូនផងរកកំហុសឆ្គងក្នុងការបញ្យល់បានដល់ខ្ញុំបាទនេះនីដាសូមអភ័យទោសសូមអរគុណ